សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងធ្វើវីដេអូអំពីមុខម្ហូបម៉ឺនុយថ្មីចាគេនេះអ្នកឃើញចង់ដុតកូកាស្បែកជ្រូកចាគ្រឿងផ្សំមានប៉ុណ្នេះអញ្ចឹងសូមទស្សនាទាំងអស់គ្នាចាអញ្ចឹងបន្ទាប់ពីយើងដាក់គ្រឿងផ្សំហើយយើងក៏ចាប់ផ្ដើមប្រឡាក់ស្បែកជ្រូកចាស្បែកជ្រូកនេះដែរមានចំនួន8ខាំអញ្ចឹងសម្រាប់អញ្ចឹងយើងដាក់ម្សៅស៊ុបបន្តិចមកចាបន្លាយយើងប្រៃឡំឡំហើយនៅប៊ីចេងបន្តិចណាបងប្អូនណាចាម្សៅស៊ុបហ្នឹងយើងដាក់រ៉ូឌីក៏បានដាក់ខ្នុរក៏បានដែរបងប្អូនតែតាមការចូលចិត្តអញ្ចឹងយើងដាក់តែប៉ុណ្ណឹងទេចាយើងអត់មានបន្ថែមស្ករអីទៀតទេចាព្រោះដោយសារនៅក្នុងកូកាហ្នឹងយើងមានស្ករស្រាប់ហើយចាវាចិត្តផ្អែមខ្លះស្រាប់ហើយអញ្ចឹងបងប្អូនដាក់តាមខ្ញុំហ្នឹងមកចាអញ្ចឹងយើងច្របល់ស្បែកជ្រូកហ្នឹងឲ្យសព្វចាច្របល់ស្បែកជ្រូកហ្នឹងឲ្យចូលជាតិឲ្យសព្វមកចាចាបន្ទាប់ពីយើងច្របល់ស្បែកជ្រូកឲ្យចប់ហើយយើងឲ្យសព្វហើយយើងទុកមកលើទៅយើងមកហាន់គ្រឿងផ្សំរបស់វាចាគ្រឿងផ្សំរបស់វាមានដូចជារំដេងចារំដេងហ្នឹងយើងដាក់គ្រាប់ក្រោមណាដើម្បីឲ្យមានក្លិនឈ្ងុយកាត់ឆ្អាបចាបងប្អូនដាក់រំដេងមិនបាច់ដាក់ច្រើនពេកទេចាពេកដាក់តែល្មមបានហើយបន្ទាប់មកគឺខ្ទឹមក្រហមចាខ្ទឹមក្រហមហ្នឹងជាងដំមួយទៅចាខ្ទឹមសអញ្ចឹងយើងស្រាវាពីក្រោមណាចាហើយវាក្លិនឈ្ងុយហើយបន្ទាប់មកគឺខ្ញីចាសំខាន់ជាងគេគឺខ្ញីបងប្អូនដាក់ខ្ញីហ្នឹងបងប្អូនចង់ដំក៏បានបងប្អូនចង់ហាន់ក៏បានចាសម្រាប់ខ្ញុំគឺខ្ញុំហាន់វាចាហាន់ជាចំណិតមកចាខ្ញុំយកខ្ញីខ្មែរចាខ្ញីខ្មែរខ្ចីចាព្រោះខ្ញុំអត់សូវចូលចិត្តហឹរខ្លាំងចាហើយបើបងប្អូនចង់បន្ថែមម្ទេសម្ទេសទៀតបងប្អូនអាចដាក់ម្ទេសថែមពីលើទៀតចាប៉ុន្តែសម្រាប់ខ្ញុំអត់សូវចូលចិត្តហឹរចាអញ្ចឹងខ្ញុំដាក់តែប៉ុណ្ណឹងទេចាបងប្អូនអាចថែមម្ទេសបន្តិចថែមពីលើហ្នឹងក៏បានដែរចាហើយបន្ទាប់មកគល់ស្លឹកគ្រៃចាយើងដាក់ដើម្បីកុំឲ្យកាត់ឆ្អាបចាមុខម្ហូបថ្មីនេះគឺមុខម្ហូបថ្មីប្រចាំគ្រួសាររបស់ខ្ញុំចាហើយបន្ទាប់មកគឺស្លឹកក្រូចសើចចាគ្រឿងផ្សំរបស់វាមានតែប៉ុណ្ណឹងទេចាចាអញ្ចឹងបន្ទាប់មកគឺយើងចាប់ផ្ដើមដាក់ខ្លាញ់ឲ្យក្តៅនៅក្នុងឆ្នាំងចាបងប្អូនអាចប្រើប្រេងឆាក៏បានចាខ្លាញ់ជ្រូកក៏បានណាតាមការចូលចិត្តតែបងប្អូនជនជាតិគាត់អត់ញ៉ាំខ្លាញ់ជ្រូកចឹងគាត់អាចប្រើប្រេងឆាជំនួសក៏បានដែរចាអត់ជាបញ្ហាអីទេអញ្ចឹងខ្លាញ់យើងដាក់មកល្មមបរិមាណល្មមមកចាហើយបន្ទាប់មកយើងតម្រៀបគល់ស្លឹកគ្រៃចាគល់ស្លឹកគ្រៃហើយខ្ទឹមចាគឺដាក់គ្រឿងទាំងអស់ហ្នឹងចូលគ្នាតែម្ដងទេចាបងប្អូនដាក់ទាំងអស់ទៅដើម្បីកាត់ស្អាតចាបន្ទាប់ពីដាក់ដល់មកហើយយើងក៏ចាប់ដើមដាក់ជាមួយនឹងស្បែកជ្រូកចាស្បែកជ្រូកដែលយើងលាយគ្រឿងផ្សំអំបាញ់មិញហ្នឹងចាស្បែកជ្រូកហ្នឹងស្បែកជ្រូកនេះដែរចង់បញ្ជាក់ប្រាប់បងប្អូនថាយើងជាយកខ្លាញ់ដែលនៅជប់ស្បែកឲ្យអស់ណាចាជាយកអស់មកកុំឲ្យកាលណាតែយើងដាក់ខ្លាញ់ឲ្យជាប់ស្បែកទៀតអញ្ចឹងវាអាចធ្វើឲ្យតលន់គឺយើងដាក់ឲ្យជាប់មកបងប្អូនណាចា
មុខម្ហូបនេះដែរបងប្អូនអាចទំនេរអាចធ្វើសាករៀនធ្វើសាកនៅផ្ទះបានចាតែវាមានរសជាតិឆ្ងាញ់ចាវាជាមុខម្ហូបមួយដែលថ្មីហើយប្លែកចាអូនរៀបដាក់អស់មកចាបន្ទាប់ពីយើងដាក់នេះហើយយើងក៏ចាប់ផ្ដើមដាក់កូកាចាដាក់កូកាចូលចាសម្រាប់ភ្លើងបងប្អូនបើកល្មមបានហើយកុំបើកខ្លាំងពេកហើយគូកុំបើកតិចពេកចាអញ្ចឹងយើងដាក់កូកាដោយសារកូកានេះកំប៉ុងតិចចាចំណុះវាតាម185ក្រាមទេអញ្ចឹងដូច្នេះខ្ញុំដាក់ចំនួន2កំប៉ុងមកយើងត្របទុកសិនចាបន្ទាប់ពីយើងដាក់ដុតស្បែកជ្រូកហើយយើងក៏មកបេះគ្រឿងផ្ទាប់ខាងក្រៅចាគ្រឿងផ្ទាប់របស់វាមានដូចជាជីយួនជីសាំងក្រហមនិយាយទៅតាមការចូលចិត្តរបស់បងប្អូនចាទឹកសក់ហើយយើងអាចប្រើជាសាឡាត់ស្រួយឬមួយក៏សាឡាត់ធម្មតាអីផ្សេងទៀតចាប៉ុន្តែថ្ងៃនេះវាល្ងាចដែរហើយអញ្ចឹងខ្ញុំអត់បានទៅផ្សារទៀតទេដោយសារផ្សារគេបើកតែពេលព្រឹកដូច្នេះហើយខ្ញុំទិញនៅតាមផ្ទះដូច្នេះហើយវាមិនមានសក់គ្រប់ទេអញ្ចឹងតែរបស់ខ្ញុំគឺមានជីយួនអញ្ចឹងខ្ញុំដាក់ជីយួនហើយនឹងត្រសក់ចាយើងធ្វើការបេះជីមកល្មមទៅដែលយើងចង់ញ៉ាំចាជីនេះដោយសារវាជាខែប្រាំងដូច្នេះហើយវាស្លឹកវាតូចចាបើសិនជាខែវស្សាគឺល្អខ្ញុំជ្រូតវាចោលអស់ច្រើនដែរចាដោយសារតែខ្ញុំយូរអីបានធ្វើមុខម្ហូបញ៉ាំម្ដងអីចឹងចាអញ្ចឹងយើងដាក់ជីយួនមកល្មមទៅចាហើយក៏យើងយកមកលាងទឹកសម្អាតឲ្យស្អាតដីល្អចាអញ្ចឹងបន្ទាប់ពីយើងលាងទឹកសម្រស់ជីឲ្យស្អាតហើយឥឡូវយើងមកចាប់ផ្ដើមធ្វើទឹកត្រីបុកចាអញ្ចឹងទឹកត្រីបុកនេះដែរចាជាដំបូងដាក់ខ្ទឹមក្រហមខ្ទឹមសហ្នឹងបងប្អូនអាចបកសម្បកក៏បានអត់ក៏បានដែរតែសម្រាប់ខ្ញុំអត់បកសម្បកទេដោយសារវាមានក្លិនឈ្ងុយចេញពីសម្បកខ្ទឹមចាយើងលាងទឹកឲ្យស្អាតហើយយើងយកមកដាក់ហើយយើងបុកខ្ទឹមសិនណាចាអញ្ចឹងបន្ទាប់ពីយើងបុកខ្ទឹមហើយយើងដាក់ម្ទេសបើសិនជាបងប្អូនចង់ហឹលបងប្អូនអាចដាក់ម្ទេសហឹលថែមពីលើទៀតចាតែសម្រាប់ខ្ញុំវិញខ្ញុំអត់សូវចូលចិត្តហឹលទេដូច្នេះខ្ញុំដាក់ម្ទេសដើម្បីយកតែក្លិនឈ្ងុយហើយនឹងស្រួលរបស់វាចាជាអាចប្រើជាម្ទេសអីក៏បានដែរចាតាមការចូលចិត្តរបស់បងប្អូនអាចប្រើជាម្ទេសម្លែក៏បានអាចប្រើជាម្ទេសអាចបុកក៏បានម្ទេសអីក៏បានដែរចាតាមការចូលចិត្តរបស់បងប្អូនណាអញ្ចឹងយើងធ្វើការបុកម្ទេសបន្ថែមទៀតចាបន្ទាប់ពីយើងបុកម្ទេសហើយនឹងខ្ទឹមហើយចាបងប្អូនអាចយកវាទៅក្លុកក្នុងម៉ាស៊ីនក្លុកបានតែសម្រាប់ខ្ញុំបុកព្រោះសារបុកវាឈ្ងុយជាងក្លុកចាអញ្ចឹងយើងចាប់ផ្ដើមដាក់អំបិលបន្តិចមកអំបិលកុំដាក់ច្រើនពេកបងប្អូនចាដាក់ល្មមតាមការចូលចិត្តរបស់បងប្អូនទឹកត្រីបន្តិចទឹកត្រីកុំដាក់ច្រើនពេកណាចាតមកស្ករអញ្ចឹងការផ្សំគ្រឿងរបស់បងប្អូនថែមថយទៅតាមការចូលចិត្តណាចាអញ្ចឹងសម្រាប់គ្រឿងជ្រលក់របស់យើងដែរខ្ញុំបន្ថែមនៅប៊ីចេងតែបន្តិចទេចាព្រោះសារគ្រឿងជ្រលក់នេះអត់ត្រូវការប៊ីចេងច្រើនទេចាអញ្ចឹងត្រូវការតែបន្តិចទេដោយសារតែផ្ទៃមេឃវាមេឃល្ងិតហើយចាម៉ោង5ជាងខ្ញុំថតក្នុងផ្ទះចឹងដូច្នេះហើយវារៀងល្ងិតបន្តិចណាវាមើលទៅអត់សូវខ្លាចពន្លឺស្អាតអញ្ចឹងយើងដាក់នៅក្រូចឆ្មាខ្លះគេធ្វើនឹងទឹកខ្មេះក៏បានតែដោយសារក្រូចឆ្មាដាក់ទៅវាត្រូវជាមួយនឹងគ្រឿងដែលយើងចុចជាងចាវាជូរច្រេះអញ្ចឹងខ្ញុំដាក់ក្រូចឆ្មានេះដាំនៅក្រោយផ្ទះខ្លួនឯងចាក្រូចឆ្មាខ្មែរសុទ្ធឆ្ងាញ់ហើយឈ្ងុយក្លិនឡើងឈ្ងុយហ្មងបងប្អូនតែដោយសារខែហ្នឹងខែ
ប្រាស់ដូច្នេះហើយវាអត់សូវធំទេបើខែភាសាបានវាធំអញ្ចឹងយើងដាក់ក្រូចឆ្មាចូលចាដល់មកយើងបន្ថែមនៅទឹកឆ្អិនបន្តិចចាបើបងប្អូនចង់ខាប់បងប្អូនដាក់ទឹកតែបន្តិចបានហើយបងប្អូនអាចបុកម្ទេសរាងមាត់ជាងនឹងបន្តិចតែសារខ្ញុំវាជាតិម្ទេសម្លែហ្នឹងវាធំអញ្ចឹងហើយវាទាទឹកច្រើនអញ្ចឹងបុកតែល្មមទេចាអញ្ចឹងការថែមខុសគ្រឿងតាមការចូលចិត្តរបស់បងប្អូនណាសម្រាប់ខ្ញុំយករសជាតិផ្អែមជូរច្រាស់ឬដិតរសជាតិដិតចាចឹងរសជាតិដិតដើម្បីឲ្យស៊ីជាមួយនឹងសាច់របស់យើងចាកាលណាយើងដាក់ឡំពេកអត់សូវស៊ីទេចាវាអត់សូវនេះអញ្ចឹងខ្ញុំយករសជាតិជូរប្រៃផ្អែមចាជាតិដិតឆ្ងាញ់តែម្ដងសំខាន់ណាបងប្អូនចង់បញ្ជាក់ប្រាប់បងប្អូនថាគ្រឿងដែលពាក់ព័ន្ធជាមួយនឹងគ្រឿងទឹកជ្រលក់គឺសំខាន់ជាងគេគឺទឹកជ្រលក់ហ្នឹងតែម្ដងចាបើសិនជាយើងលាយមកត្រូវគឺពិសេសតែម្ដងចាបើយើងលាយមកអត់ត្រូវគ្រឿងទេអត់សូវឆ្ងាញ់ទេចាទោះបីគ្រឿងនេះយើងធ្វើមិនក្តៅក៏សូវឆ្ងាញ់ដែរខ្ញុំអត់បានយកទៅកាត់តខ្ញុំអត់បានយកទៅបញ្ចូលសម្លេងតាមក្រោយទេចាគឺខ្ញុំថតបតាខ្ញុំនិយាយបតាដូច្នេះបើសិនជាមានការខុសឆ្គងពាក្យសម្ដីយ៉ាងណាសូមបងប្អូនមេត្តាខន្តីអភ័យទោសដល់នាងខ្ញុំផងអញ្ចឹងគ្រឿងទឹកជ្រលក់របស់យើងហើយចាដិតល្អរសជាតិឲ្យបងប្អូនមើលពណ៌ចាស្អាតនេះដោយសារពេលវាចិត្តជុកហើយចាអញ្ចឹងវាមើលទៅវាមិនសូវជាស្អាតខ្លាំងទេបើពេលថ្ងៃបានមើលទៅគឺស្អាតចាអញ្ចឹងបន្ទាប់ពីយើងធ្វើទឹកជ្រលក់ហើយយើងមកកូរគ្រឿងយើងចាវាបានពុះមកលើហើយយើងកូរវាច្រមកចាអីកូនចាំតិចកូនលេងដៃនៅទៅលេងដៃសិនណាកូនទៅលេងដៃសិនតាតែយើងច្រកស្បែកជ្រូកបន្តិចមកចាចាអញ្ចឹងបន្ទាប់ពីយើងរៀបចំគ្រឿងហើយចាអញ្ចឹងយើងរៀបចំដុសទឹកជ្រលក់ចាទឹកជ្រលក់យើងដាក់មកអើយបងប្អូនឲ្យពណ៌តំណងណាតែអត់ហល់ទេណាបងអូនមកទេម្ល៉េះនេះអត់ហល់ទេសម្រាប់អ្នកដែលអត់សូវចូលចិត្តហល់ឬមកញ៉ាំហល់អត់បានអាចធ្វើតាមវិធីដូចនាងខ្ញុំបានចាហើយបើសម្រាប់អ្នកដែលជាហល់រត់តែល្អចាដាក់ទៅគឺចាប់ជាតិតែម្ដងនិយាយទៅជាតិហល់គឺឆ្ងាញ់តែម្ដងចាពីមុនមកខ្ញុំធ្លាប់ញ៉ាំម្ទេសដែរតែដោយសារខ្ញុំឥឡូវមានបញ្ហាសុខភាពដូច្នេះហើយខ្ញុំបន្ថយម្ទេសដូច្នេះហើយខ្ញុំដាក់តែប៉ុណ្ណឹងទេចាអញ្ចឹងយើងទុកមកកលៈសិនតមកយើងចាប់ដើមហាន់គ្រឿងផ្សំរបស់វាចាគ្រឿងផ្សំរបស់វានេះដែរបងប្អូនអាចថែមការ៉ុតថែមស្ពៃបូកគោថែមសាឡាត់ស្រួយថែមខាត់ណាតាមការចូលចិត្តរបស់បងប្អូនចាតែដោយសារខ្ញុំដូចខ្ញុំនិយាយអញ្ចឹងដោយសារខ្ញុំល្ងាចហើយណាមួយគ្រឿងផ្សំនេះខ្ញុំទៅទិញថ្មីតាមផ្ទះទេចាដូច្នេះมันមានអ្វីច្រើនទេចាមានតែទឹកសក់ហើយនឹងជីចាអញ្ចឹងយើងហាន់គ្រឿងទុកឲ្យហើយមកចាសម្រាប់ស្បែកជ្រូកដុតកូកានេះដែរយើងអាចញ៉ាំជាមួយបាយក៏បានញ៉ាំជាមួយភេសជ្ជៈតិចក៏បានចាដូចជាបៀដូចជាអីហ្នឹងយើងអាចញ៉ាំបានចាមិនបញ្ហាទេត្រូវមួយគ្រឿងផ្សំត្រូវម៉ាច់តែម្ដងបងប្អូនចាអាចធ្វើវាញ៉ាំនៅផ្ទះបានមិនចាំបាច់ចំណាយលុយច្រើនចាស្បែកជ្រូកនេះដែរនៅភូមិរបស់ខ្ញុំគេលក់តែ1គីឡូ4000ទេចាធូរថ្លៃតែមិនដឹងថាខាងបងប្អូនគេលក់1គីឡូប៉ុន្មានទេចា
បងប្អូនពេលដែលយើងតលាន់មុខហូបខ្លះយើងអាចសាកវិធីនេះបានដែរចាវាប្លែកមុខហូបប្លែកយើងតម្រៀបហើយចាដាក់ចេះមកបងប្អូនចាត្រៀមរងចាំសាច់របស់យើងឆ្អិនចាចាឃើញថាស្បែកជ្រូករបស់យើងនេះវាឡើងឆ្អិនល្មមសមគួរដែរហើយចាបងប្អូនមិនចាំបាច់យកស្បែកជ្រូកទៅស្ងោរហើយបានយកមកធ្វើបានទេបងប្អូនអាចដាក់ទាំងដូចគ្នាខ្ញុំហ្នឹងចាដើម្បីវាចាប់គ្រឿងឥឡូវឃើញថាស្បែកជ្រូករបស់យើងចិត្តដាច់ទឹកហើយចាយើងចាប់ផ្ដើមដាក់ដុតវាទៅដើម្បីឲ្យវាឡើងដាច់ទឹកមែនតែនមានក្លិនឈ្ងុយបងប្អូនណាចាក្លិនឡើងឈ្ងុយបើកម្ដងបើសិនជាបងប្អូនបានធ្វើផ្ទាល់ដៃខ្លួនឯងបានតែឈ្ងុយសម្រាប់ខ្ញុំគឺឈ្ងុយក្លិនជះមកត្មងចាហើយពណ៌វាស្រស់ស្អាតណាបងប្អូនណាបងប្អូនអាចថ្ងៃក្រោយខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបដុតស្បែកជ្រូកនិងទឹកដូងម្ដងចាអានេះរឿងយើងប្រើវិធីដុតស្បែកជ្រូកនិងកូកាសិនធ្លាប់តែរាល់ដងបងប្អូនដុតមាន់និងកូកាឬក៏ដុតទានិងកូកាតែឥឡូវហ្នឹងមុខមនុយថ្មីគឺដុតស្បែកជ្រូកនិងកូកាចាឃើញថាពណ៌ស្អាតបងប្អូនណាពណ៌ស្អាតចាឥឡូវឃើញថាស្បែកជ្រូករបស់យើងបានដាច់ទឹកហើយណាចាចឹងបងប្អូនអាចបិទភ្លើងបានឈ្ងុយបងប្អូនអើយឈ្ងុយណាស់អើយក្លិនណាស់អស់តោះតែម្ដងជាថែមពីលើមកកន្ទង់ពីទៀតមកអស់តោះចឹងយើងបិទភ្លើងទៅចានេះបងប្អូនណាបន្ទាប់ពីឆ្អិនហើយនេះវ៉ាវម៉ែប្រេអូយតំណងណាបងប្អូនអើយមុខម្ហូបចាដុតស្បែកជ្រូកមួយកូកា